ខេត្តព្រៃវែងជិតដល់ថ្ងៃចូលរោងការបែរជាទៅចាប់រំលោភក្មេងស្រីអាយុ14ឆ្នាំហើយបានថតវីដេអូយកមកបង្ហោះចែកចាយនៅទីបំផុតត្រូវបានប៉ូលីសឡោមព័ទ្ធចូលទៅចាប់ដល់រោងការឃើញកូនកំលោះកំពុងតែនៅក្នុងរោងការហើយបែរជាព្រិចតែមួយភ្នែកបាត់កូនកំលោះប៉ូលីសក៏ចាប់មិនបានកូនកំលោះតើកូនកំលោះចេះវិជ្ជាបំបាំងកាយឬមួយក៏មានស្លាប់ហោះទើបប៉ូលីសទៅឡោមព័ទ្ធពេញរោងការឃើញកូនកំលោះនៅក្នុងរោងការហើយបែរជារកមិនឃើញចាប់មិនបានយោងតាមការលើកឡើងពីប្អូនប្រុសតាវ៉ាន់ដែលជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់បានលើកឡើងថាក្មួយស្រីរបស់ខ្លួនទើបតែមានអាយុ14ឆ្នាំត្រូវបានយុវជន3នាក់បានរំលោភបោកដែលនៅក្នុងនោះយុវជនម្នាក់ក៏ជិតដល់ថ្ងៃចូលរោងការផងដែរមកខំចាំកូនមកខំចាំមិនសមចាប់លោបអូកូនបងទេគេហៅខ្ញុំទៅខ្ញុំស្មានណាគេហៅខ្ញុំហ្នឹងទៅធម្មតាតាមពិតទៅបន្ទាប់ពីធ្វើសកម្មភាពរំលោភហើយបានថតវីដេអូគំរាមទៅកាន់ក្មេងស្រីមិនឲ្យប្រាប់អ្នកណាហើយបែរជាយុវជនទាំង3នាក់នោះបានយករូបភាពវីដេអូនៅក្នុងការចាប់រំលោភនោះយកទៅបង្ហោះចែកចាយធ្វើឲ្យផ្អើលដល់អ្នកភូមិអ្នកជិតខាងទៅសួរនាំហើយក៏ចំស្របពេលថ្ងៃដែលយុវជនម្នាក់នៅក្នុងចំណោម3នាក់ជិតដល់ថ្ងៃចូលរោងការផងដែរពេលដែលដល់ថ្ងៃចូលរោងការមកដល់ប៉ូលីសក៏បានឡោមព័ទ្ធចាប់នៅជុំវិញរោងការដែលនៅក្នុងនោះមានកូនកំលោះនិងកូនកំដរដែលក្នុងកូនកំដរម្នាក់ក៏បានចូលរួមនៅក្នុងសកម្មភាពចាប់រំលោភដែររីឯយុវជនម្នាក់ទៀតដែលបានចូលរួមមិនបានឃើញវត្តមាននោះទេជារួមមានន័យថាយុវជន3នាក់គឺបានរកឃើញ2នាក់គឺនៅក្នុងរោងការម្នាក់គឺជាកូនកំលោះដែលកំពុងក្រាបផ្ទឹមរីឯម្នាក់ទៀតគឺជាកូនកំដរនៅក្នុងបេសកកម្មរបស់សមត្ថកិច្ចស្រុកមេសាងបានចោះឡោមព័ទ្ធដល់រោងការដែលកំពុងតែសំពះផ្ទឹមបែរជាចាប់បានតែកូនកំដរកូនកំលោះចាប់មិនបានថារត់បាត់រកមិនឃើញតើកូនកំលោះចេះហោះឬក៏ចេះវិជ្ជាបំបាំងកាយទើបសមត្ថកិច្ចបានរកឃើញនៅក្នុងរោងការហើយបែរជាឡោមព័ទ្ធចាប់មិនបានដូចនេះចង់ដឹងព័ត៌មានលម្អិតថារឿងរ៉ាវទាំងអស់នេះកើតឡើងនៅក្នុងភូមិឃុំស្រុកខេត្តណាហើយតើមកដល់ពេលនេះរឿងរ៉ាវទាំងអស់នេះវិវត្តទៅដល់ណាហើយនោះសូមទៅតាមដានជាមួយនឹងការផ្ដល់បទសម្ភាសន៍ព័ត៌មានលម្អិតដូចតទៅឥឡូវបងត្រឡប់ទៅក្រោយបន្តិចណាថ្ងៃដែលកើតហេតុនៃការដែលរំលោភទៅលើក្មេងស្រីម្នាក់គាត់អាយុប៉ុន្មានក្មេងស្រីនោះគាត់អាយុ14ឆ្នាំបងអាយុ14ឆ្នាំហើយត្រូវជាក្មួយរបស់តាវ៉ាន់ហើយកើតឡើងពីថ្ងៃណាថ្ងៃដែលប្រព្រឹត្តករណីហ្នឹងគាត់ថាកើតមកខ្ទង់7-2 ខែហើយដោយសារតែគាត់ត្រូវបានខាងក្រមក្មេងហ្នឹងគំរាមណាបាទគំរាមអញ្ចឹងទៅគាត់ក៏អត់ហ៊ានប្រាប់អ្នកណាទាំងអស់ដើម្បីការពារសុវត្ថិភាពអាយុជីវិតបាទហើយពេលដែលដឹងរឿងហ្នឹងគឺដឹងចេញពីអ្នកចិត្តខាងវិញទេដោយសារតែក្មេងទាំង3ដែលចាប់រំលោភហ្នឹងគាត់បានថតវីដេអូគាត់បង្ហាញការសប្បាយរីករាយរបស់គាត់នៅក្នុងវីដេអូហ្នឹងអញ្ចឹងបងបាទហើយគាត់យកវីដេអូហ្នឹងទៅចែកចាយគាត់យកវីដេអូចែកចាយតាមឆាតតាមអីខ្ញុំមិនដឹងថាម្ដងបើគាត់មិនទេអាចនឹងយកទៅលក់ធ្វើអាជីវកម្មអីផងក៏យើងមិនដឹងដែរនេះយើងគាត់តែគិតទុកបងប៉ុន្តែមួយទៀតខ្ញុំគិតថាតែគាត់ផ្ញើចូលក្រុមផ្សេងគាត់អាចនឹងអួតអាងថាលយគាត់អស់ចាអញ្ចឹងបាទអូខេអញ្ចឹងក៏វីដេអូហ្នឹងត្រូវបានបែកធ្លាយមកដល់អ្នកជិតខាងហើយអ្នកជិតខាងក៏មកសួរនាំមកពុកម្ដាយអញ្ចឹងណាបាទបងបាទហើយក៏ទៅបានដឹងពីសាច់រឿងថាក្មេងស្រីត្រូវបានយុវជនប្រុស3នាក់ធ្វើការចាប់រំលោភបោកអញ្ចឹងដើមមូលហេតុអីបានជាជោគឈានដល់ការចាប់គេលងគេបង្ខំឬក៏មិនយើងមានបានដឹងឯងមានសួរបងស្រីហ្នឹងបាទគាត់ថាម្នាក់ហ្នឹងអ្នកជាអ្នកចិត្តខាងដែរទេហើយស្គាល់គ្នាអញ្ចឹងបែបជាមិត្តភ័ក្តិជាអីផងអាសាឆាតអាសាអីមួយគ្នាអញ្ចឹងបងហើយបន្ទាប់មកទៀតគេប្រាប់គេហៅទៅផ្ទះគេគាត់ថាម៉ោងខ្ទង់8យប់ហៅទៅផ្ទះគេនឹងដើម្បីជួបគ្នាញ៉ាំអីអញ្ចឹងទៅមានស្រីមានអីហើយគាត់ហ្នឹងក៏ទៅក្មួយហ្នឹងក៏ទៅដល់ពេលទៅហ្នឹងចូលទៅដើរចូលទៅគាត់អត់ឃើញមានស្រីទេហើយក៏ឃើញមានប្រុស3នាក់ទាំងអ្នកដែលបបួលទៅហ្នឹងអូបាទហើយបន្ទាប់មកគេគាត់បន្ទប់បងស្អែកនេះយើងមានការបង្ហោះសម្ភារគាត់មួយប៉ុន្តែនេះខ្ញុំជម្រាបជូនបងបន្ថែមទៀតហ្នឹងហើយបាទអញ្ចឹងហើយគាត់ថាបន្ទប់ហើយក៏ចាប់ផ្ដើមធ្វើសកម្មភាពដោះខោអាវគាត់អីចឹងទៅហើយក៏គម្រាមគាត់ថាមិនអោយស្រែកមិនអោយអីហើយគាត់ក៏ធ្វើតាមហ្នឹងរហូតដល់ចប់សកម្មភាពរបស់ជនទាំង3បានប្រព្រឹត្តបំពានលើរាងកាយរបស់គាត់អញ្ចឹងបងបាទអ
ចឹងមានន័យ បា ថា ទ បខំលើរាងកាយគាត់អត់ហ៊ានស្រែកដោយសារតែគាត់ម្នាក់ឯងហើយគេ3នាក់គេគំ បា រា ទ មគេអាចថាគេនឹងសម្លាប់គេអីចឹងណា បាទបងបា បាទ ទ អញ្ចឹងគាត់ក៏ព្រមទៅហើយក៏គិតថារឿងហ្នឹងវាចប់ទៅហើយសុខចិត្ត បា ថា ទ ឲ្យតែបានរួចជីវិតប៉ុន្តែបែរជាមិនចប់ទៅជាយុវជនទាំង3នោះយកវីដេអូទៅបង្ហោះចែកចាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ បា របស់ ទ គាត់អញ្ចឹងណាក្នុងនាមជាស្ត្រីភេទ បាទ បា បង ទ បាទ ហើយនៅភូមិឃុំណាទីតាំងដែលកើតហេតុ បាទនៅឃុំច្រេះស្រុកមេសាងខេត្តព្រៃវែងបង ឃុំច្រេះស្រុកមេសាងខេត្តព្រៃវែងបាទហើយ បាទ ម្សិលមិញនេះថ្ងៃ22ខែមីនា2024គឺសមត្ថកិច្ចខាងស្រុកមេសាងឯងគាត់ចោះអនុវត្ត បាទ ហ្នឹងហើយ បា ហើយ ទបង ចោះ បាទ ចាប់បានតែម្នាក់ទេនៅក្នុងចំណោម3នាក់ហ្នឹង ចាប់បានតែម្នាក់ទេបងខ្ញុំសូមបន្ថែមបន្តិចបង បា ពេល ទ ដែលយើងដឹងគាត់ទៅដាក់ពាក្យប្តឹងពេលដែលបែករឿងហ្នឹងគ្រួសាររបស់គាត់ទៅដាក់ពាក្យប្តឹង ហើយក៏ដឹងដល់ខ្ញុំធម្មតាយើងក៏ជាអ្នកព័ត៌មានដែរ បាទ អញ្ចឹងយើងក៏ផ្សព្វផ្សាយឲ្យគេយើងក៏អាចផ្សព្វផ្សាយពីសាច់ឈាមខ្លួនឯងសាច់ញាតិខ្លួនឯងដែរ ហ្នឹងហើយ ប៉ុន្តែមានការស្នើសុំពីអាជ្ញាធរគាត់ថា សុំ គាត់សុំពេលធ្វើការសិនបាទ ហ្នឹងហើយហើយយើងក៏គិតថានឹងឲ្យគាត់ធ្វើការសិនទៅ គាត់ធ្វើការសិនណាបាទ បាទហ្នឹងហើយហើយនេះផ្ដាំសួរបងក៏សួរបងប្អូនដែលពងស្ដាប់វីដេអូនឹងទាំងអស់គ្នាផងថាបទល្មើសហ្នឹងយើងត្រូវការនៃការដល់ដៃបានចោះចាប់ខ្លួនបានឬក៏មិនព្រោះគាត់ថាអាហ្នឹងជាករណីព្រមត្តនដែរអញ្ចឹងបង បាទ បាទហើយគាត់ក៏ដំបូងគាត់អត់និយាយថាចាំបានដីកាទេគាត់ថាចាប់យប់ហ្នឹងហ្នឹងគឺយើងដាក់ពាក្យប្តឹងថ្ងៃ19បាទដល់ពេលតាថ្ងៃ21ថ្ងៃចូលរោងរបស់ខាង យុវជនម្នាក់ បាទយុវជនម្នាក់នោះ ឈ្មោះអីគាត់ឈ្មោះអី ឈ្មោះអីគេធ្វើមិនទេបង ហ្នឹងហើយអញ្ចឹងមានន័យថាក្នុងចំណោម3នាក់ហ្នឹងមានម្នាក់ត្រូវចូលរោងការ បាទ ត្រូវចូលរោងការ ហើយ ថ្ងៃ គាត់ក៏ ណា ប្រាប់ថាចូលរោងការនៅថ្ងៃ21បាទ អូចូលរោងការថ្ងៃ21ណា បាទហើយគាត់ក៏ថាអត់អីទេពូពងធ្វើការពូសុំពេលធ្វើការសិនយើងទៅចាប់នៅក្នុងម៉ោង10ថ្ងៃទី21ថ្ងៃចូលរោងនឹងហ្មងបន្ទាប់ពីនឹងមកក៏គាត់ក៏ដូរវិញគាត់ថាអត់ទេឥឡូវយើងទៅចាប់នៅពេលព្រឹកហើយចំនួនវិញ ម៉ោង10នោះម៉ោង10យប់ហើយដែលគេថាកម្រងចាប់ហ្នឹង បាទ តែអត់បានចាប់ទេថ្ងៃ21ហ្នឹង បាទតិចទៅគាត់ក៏ដូរយើងអត់ដឹងថាការផ្លាស់ប្ដូរនឹងវាថ្នាក់លើមកឬក៏មិនទេបាទប៉ុន្តែកន្លែងហ្នឹងខ្ញុំក៏សុំឆ្ងល់ដែរបើសិនជាគាត់កំណត់ថាគាត់ចាប់ម៉ោង10វាគួរតែមានការសហការពីថ្នាក់លើមកហើយដល់ត្រូវចុះចាប់ម៉ោង10ពេញមិនក៏ត្រូវដូរការធ្វើការទៅដូរទៅជាស្អែកវិញបាទគាត់ថាអាចនឹងចុះទៅចាប់ក្បួចបានម្ដងទាំង3ព្រោះទាំង3ហ្នឹងប្រហែលជាមិនទាន់ទៅណាទេបាទបើយ៉ាងតិចក៏បាន2នាក់ដែរបាទថាទៅចាប់ទៅពេលហើយចំនួនអញ្ចឹងហ៎បងអូអញ្ចឹងមានន័យថាគេនឹងចាប់ពេលហើយចំនួន បាទ ចុះជាក់ស្ដែង ដល់ពេលដល់ជាក់ស្ដែងដល់ហើយចំនួនគាត់បែរជាអត់បានចាប់ទេគាត់លើកគាត់ទៅនិយាយថាយើងក៏ពិបាកធ្វើការពេលកម្មវិធីគេអញ្ចឹងហ៎បងយើងត្រូវការដីកាបាទ គាត់ថាត្រូវការដីកាណា បាទហ្នឹងហើយយើងក៏គិតថាហ្នឹងហើយប្រហែលជាអញ្ចឹងក៏ល្អដែរព្រោះខ្លាចខាងមជ្ឈកម្មការគេរើរឿងបាទអាបទល្មើសព្រមត្តនដែលថាព្រមត្តនអាចចុះចាប់ភ្លាមយើងក៏ទុកម្លាយទៅយើងចាំដីកាទៅ ហ្នឹងហើយយើងចាំដីកាណា បាទបន្ទាប់មកខាងជនរងគ្រោះក្មេងស្រីគាត់ឡើងមកបណ្ឌិតកសលវិច័យជាមួយនឹងអង្គការ Affisit អង្គការបាទហ្នឹងហើយគាត់ចូលមកកសលវិច័យនៅខេត្តបន្ទាប់ពីកសលវិច័យរួចម៉ោងខ្ទង់ផែ3 4ចាប់លើដំណឹងថាយើងនឹងបានដីកាក្នុងពេលឆាប់ហើយដីកាហ្នឹងក៏ចេញប្រហែលជាខ្ទង់ម៉ោង4ម៉ោង5អីបងមើលទៅម៉ោង5ទេ ម៉ោង4ម៉ោង5ថ្ងៃ22ម្សិលមិញនេះ បាទហើយពួកខ្ញុំនេះដែលជាសាច់ញាតិហើយក៏ជាអ្នកព័ត៌មានដែរគឺយើងសហការមួយប៉ូលីសហើយយើងក៏ចុះពេញទៅបាទយើងអត់ផ្សព្វផ្សាយទាំងអស់យើងចុះទៅនឹងខ្ញុំសម័យថាអូប្រកាសជាមានការសហការពីខេត្តពីស្រុកទៅផ្អើលដើម្បីក្បួចយកបានទាំង3ហើយបាទមានឡានសារ៉ានទៅអ៊ូអហ្មងបាទយើងគិតថាអញ្ចឹងណាយើងគិតថាអញ្ចឹង ជាក់ស្ដែង ដល់ពេលជាក់ស្ដែងចុះទៅដល់ម៉ោង7ថ្ងៃ22 ដល់ម៉ោង7ស្រាប់បាទថ្ងៃ22គាត់ថាចាប់បានតែមួយទេប៉ុន្តែមិនបាច់ភ័យទេយើងចាប់បានមួយកុំភ័យពីអ្នកទីតាណា100មូលហេតុអីបានចាប់បានតែមួយតើក្នុងកំឡុងពេលនោះយុវជនទាំង3នៅជាមួយគ្នាទេឬក៏មានតែប្រហែលអ្នកនៅកន្លែងនោះ បាទពេលចុះទៅនឹងមានជនសង្ស័យ2នាក់នៅជាមួយគ្នានឹងជាកូនកំឡោះហើយម្នាក់ទៀតនឹងជាអ្នកកំដរ ជាអ្នកកូនកំដរណាចុះម្នាក់ទៀត បាទ
ម្នាក់ទៀតអត់មានទេអត់ឃើញ អត់ឃើញនៅក្នុងរោងការទេ បាទ ជាស្ដែងរោងការដូចជាត្រូវបានបញ្ចប់ហើយព្រោះថ្ងៃទី2ឯមែនអត់ ពេលហ្នឹងចាប់ផ្ដើមផឹកស៊ីអីខ្លះចឹងបងអត់តន់ចប់ទេ អត់តាន់ចប់ទេមានន័យថាម៉ោងគេហកចូលរោងអស់គេចូលភ្ញៀវចូលហូបការ បាទបងបាទ ហើយក៏ចាប់បានតែកូនកំដរទេណា បាទចាប់បានតែកូនកំដរ ចាប់កូនកំឡោះរត់គេខ្លួនទេឬក៏គេបញ្ចាប់ បាទដំបងពេលដែលគាត់ចុះទៅហ្នឹងខាងជនរងគ្រោះទៅចង្អុលយើងមានជនរងគ្រោះទៅចង្អុលព្រោះខ្លាចគាត់ធ្វើការសម្បិចចម្បល់ចាប់ច្រឡំអញ្ចឹងហ៎បង ហ្នឹងហើយ គាត់ទៅចង្អុលប្រាប់ថានេះពីរនាក់នេះនៅចិត្តគ្នាដល់ពេលហើយស្រាប់បាយជាបលិសអត់តន់ជុំគ្នាបន្ទាប់ពីចង្អុលហើយ1ម៉ោងក្រោយបានជុំគ្នាបានចុះចាប់វិញអញ្ចឹងហ៎បង បាទហើយកន្លែងហ្នឹងខ្ញុំក៏រៀងឆ្ងល់ដែរការធ្វើការរបស់គាត់ត្រៀមតាំងពីថ្ងៃមុនចូលរោងទៀតតែរហូតដល់ថ្ងៃចុះចាប់បែរជាអត់ជុំគ្នាចាំគ្នាដល់ពេលចុះចាប់ជាក់ស្ដែងគឺចាប់បានតែមួយហើយពេលហ្នឹងឬក៏ថាកូនកំឡោះអាចនឹងរត់ឡើងលើផ្ទះនិងអាចនឹងរត់ចេញក្រៅប៉ុន្តែបើសម្រាប់ខ្ញុំគិតក្នុងសង្ឃឹមក្នុងយប់មិញហ្នឹងទោះបីជាមានស្លាប់ក៏ហោះមិនរួចដែរបើតែប៉ូលីសគាត់សហការគ្នាពីឃុំពីស្រុកពីខេត្តឡើងផ្អើលបែបនេះហើយគាត់ប្រកាសជាមានការល្បាតដាក់ពាត់ជុំវិញផ្ទះហើយយើងកាន់ដីកាហើយមានអីទៀតខ្ញុំគិតថាដីកាហ្នឹងគឺអាចអញ្ចឹងមានន័យថាសមត្ថកិច្ចចោះទៅហ្នឹងគឺមានដីកាណាពេលយប់ហ្នឹង បាទមានដីកាបងពេលយប់ហ្នឹង បាទ ហើយប៉ុន្តែជាក់ស្ដែងកូនកំឡោះបានរត់ចេញពីរោងការហ្នឹងទេឬក៏យ៉ាងណា ជាក់ស្ដែងខាងប៉ូលីសគាត់ស្ពេចស្ពើដែរគាត់ថាអាចនឹងឡើងលើផ្ទះឬក៏រត់ចេញក្រៅអត់ឃើញគេថាអត់ឃើញក៏មិនអត់ឃើញបាទ ពេលហ្នឹងមានក្រុមចង់និយាយមានក្រុមខាងយើងទៅមួយសមត្ថកិច្ចអត់ គាត់បានឲ្យតែក្មេងស្រីរងគ្រោះទៅម្នាក់ឯងបង ចុះបានសួរក្មេងស្រីអត់ថាពេលដែលទៅដល់ហ្នឹងកូនកំឡោះរត់អត់ពេលហ្នឹង ធម្មតាគាត់ក៏មិនមែនចុះទៅដែរពេលដែលចុះទៅចាប់បានមួយវារៀងញ៉ៃអញ្ចឹងបងគាត់ក៏មើលមិនទាន់ដែរតាមដែលប៉ូលីសគាត់ចុះទៅផ្ទាល់ហ្នឹងគាត់ថាអាចនឹងរត់ឡើងអត់ស្ពេចស្ពើអញ្ចឹងដែរបងអាចនឹងរត់ឡើងលើផ្ទះនិងរត់ចេញក្រៅតែបើខ្ញុំនេះវិញខ្ញុំសង្ឃឹមថាទោះបីឡើងលើផ្ទះក៏យើងមានសិទ្ធិឆែកយើងមានដីកាហើយហ្នឹងយើងមានដីកាហើយបាទបើរត់ចេញក្រៅក៏មិនដែលរត់រួចពីប៉ូលីសបើប៉ូលីសត្រៀមតាំងពីថ្ងៃហើយផ្អើលខេត្តព្រៃវែងហ្នឹងអញ្ចឹងមានតែជុំវិញផ្ទះហ្នឹងសុទ្ធតែប៉ូលីសអស់ទៅហើយតែជាក់ស្ដែងរហូតមកដល់ឆ្លងពីថ្ងៃដែលចាប់យកមិញហ្នឹងរហូតដល់នេះយើងអត់ទទួលបានដំណឹងអីទាំងអស់ស្ងាត់ឈឹងបងចាប់បានតែមួយកូនកំដរណាបាទហើយកូនកំឡោះនោះក៏បាត់ដំណឹងឆ្លងឈឹងចុះគេអញ្ចឹងមានតែប៉ុណ្្នឹងឯងមកដល់ឡូវសរុបសេចក្តីគឺចាប់បានតែម្នាក់ក្នុងចំណោមយុវជន3នាក់បាទហើយមានតែប៉ុណ្្នឹងបន្ទាប់មកហ្នឹងគឺមានតែខ្ញុំចង់បង្ហាញការអស់សង្ឃឹមទៅកាន់បងប្អូនទាំងអស់ដែលកំពុងស្ដាប់អស់សង្ឃឹមចំពោះការធ្វើការរបស់ប៉ូលីសព្រោះម្សិលមិញគឺខ្ញុំសង្ឃឹមខ្លាំងខ្ញុំថាមានស្លាប់ហើយក៏ហៅមិនរួចដែរប៉ូលីសស្រុកមេសាងណាគឺបាទប៉ូលីសស្រុកមេសាងខ្លាំងកាលពីមុនខ្លាំងឥឡូវគាត់ប្រហែលជានៅខ្លាំងឲ្យផ្លត់ស្និទ្ធម្ដងក៏មិនដឹងប៉ុន្តែរឿងនេះធំមកបងករណីមលោបបោករហូតដល់តែ3នាក់តាំងពីកើតមកខ្ញុំក៏នៅស្រុកនេះដែរខ្ញុំអត់ដែលជួបករណីធំអញ្ចឹងទេបាទខ្ញុំគិតថាធំអញ្ចឹងក៏ការប្រតិបត្តិការក៏បើកទ្រង់ទ្រាយធំដែរអញ្ចឹងបងសរុបឡើងវិញជារួមគឺបុគ្គលដែលអូនបាញ់រូបមន្តនោះដែលជាកូនកំឡោះនោះត្រូវបានកំណត់ដោយច្បាប់ថាគាត់គឺជាជនដែលមានទោសត្រូវចាប់ខ្លួនណាដែលយើងអាចយករូបគាត់មកផ្សាយបានមែនអត់បាទបងបាទហ្នឹងហើយកុំឲ្យថាយើងចេះតែផ្សាយរូបគេដោយច្បាប់មិនទាន់បានកំណត់ដាក់ទោសគាត់ថាគាត់ជាអ្នកទោសអញ្ចឹងណាមានន័យថាច្បាប់កំណត់ថាគាត់ត្រូវមានទោសហើយប៉ុន្តែគ្រាន់តែចាប់ខ្លួនមិនទាន់បានបាទបងបាទឥឡូវយើងក៏មានរូបទាំងអស់ហើយខ្ញុំក៏សង្ឃឹមថារូបបន្ទាប់ពីយើងបង្ហាញទៅក៏នឹងចាប់ខ្លួនបានក្នុងពេលឆាប់ហ្នឹងហើយពេលវេលាឱកាសនេះឲ្យសមត្ថកិច្ចបន្តនីតិវិធីធ្វើការយើងក៏មិនទាន់គិតថាគាត់អសមត្ថភាពទេសង្ឃឹមថាគាត់នឹងបន្តដុតដៃដុតជើងពីព្រោះយើងមានការកំណត់អត្តសញ្ញាណជនល្មើសទាំង3ហ្នឹងបានច្បាស់លាស់ហើយបាទបងចាប់ម្នាក់ដែលចាប់បានហ្នឹងគាត់ជាអ្នកដែលនៅភូមិមួយប្អូនស្រីហ្នឹងទេឬក៏ជាអ្នកផ្សេងទេអត់ទេបងគាត់នៅឆ្ងាយណាចុះម្នាក់ម្លងពី3ភូមិចុះម្នាក់ដែលកូនម្នាក់មួយណាដែលថានៅភូមិក្បែរគ្នាផ្ទះក្បែរគ្នាជិតខាងម្នាក់ដែលកូនកំឡោះហ្នឹងឬក៏យ៉ាងណាមែនទេបងមួយទៀតមួយហ្នឹងគឺអត់បង្ហាញខ្លួននៅក្នុងរោងការទេចុះអត់បង្ហាញខ្លួននៅក្នុងរោងការគាត់នៅឯណាពុតសមត្ថកិច្ចមានតែរោងទៅដល់ផ្ទះអត់បើយើងស្គាល់ផ្ទះគាត់ប៉ុន្តែតាមដែលអ្នកចិត្តខាងគាត់នៅហ្នឹងក៏ដូចជាមិនដែលមានឃើញការល្បាតចុះទៅមើលអីដល់ផ្ទះទេ
អញ្ចឹងព័ត៌មាននេះបងនឹងយកមកធ្វើជាព័ត៌មានដោយផ្អែកលើការផ្ដល់បទសម្ភាសន៍ពីតវ៉ាន់ហើយតវ៉ាន់ក៏ផ្អែកលើការព័ត៌មានដែលទទួលបានពីក្មួយស្រីដែរអញ្ចឹងណាអញ្ចឹងវាបងសម្ភាសន៍តវ៉ាន់ប្រៀបបានដូចសម្ភាសន៍ក្មួយស្រីប៉ុន្តែបងមិនសម្ភាសន៍ផ្ទាល់ដោយសារតែខ្លាចគាត់មានសម្ពាធអីផ្សេងៗអញ្ចឹងចាំមើលអ្វីជាអាប់ដេតបន្ថែមបងយកនេះធ្វើការចាក់ផ្សាយសិនបាទ សម្លេចជាតិមុខ Top Fake Collagen ផលិតផលកូរ៉េសម្រាប់មុខទូទៅស្ងួតខ្មៅស្រអាប់សរសៃក្រហមជួយឲ្យមុខសភ្លឺរលោងក្មេងជាងវ័យថ្នាំដុសធ្មេញអោសបរ៉ាន CC ធម្មជាតិកំចាត់ក្លិនមាត់ស្អុយឈាមចាញស្រាវធ្មេញជួយឲ្យធ្មេញសចង់បាក់មាត់ស្អុយទំនាក់ទំនងលេខទូរស័ព្ទ016 69 59 និង55